ជាដំបូងខ្ញុំសូមជម្រាបសួរអ្នកនរគ្នាអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកធ្វើការបង្ហាញពី pitch deck ពាក់ព័ន្ធជាមួយនឹងមុខវិជ្ជាខ្ញុំរៀនគឺ soft skill ដែលបង្រៀនដោយអ្នកគ្រូកុលសម័យជាសិស្សដែលមកពីតាមខេត្តទៅនឹងបន្តការសិក្សានៅមហាវិទ្យាល័យទៅជួបបញ្ហាអញ្ចឹងទី1គាត់ខ្ជះខ្ជាយពេលវេលាច្រើនទី2បរិបទថ្មីបរិស្ថានថ្មីយើងធ្វើឲ្យគាត់ប្លែកហើយទី3គឺខ្វះជំនួយហើយទី4ថ្លៃហើយអ្វីដែលខ្ញុំនិយាយនេះគឺពាក់ព័ន្ធជាមួយនឹងអក្សរកម្ម digital ដែលជាបញ្ហាដែលសិស្សានុសិស្សដែលទៅនឹងមកពីខេត្តគាត់ជួបអញ្ចឹងយោងតាមលោកបណ្ឌិតសភាចាហងជួនរងលោកមានប្រសាសន៍កាលពីសន្និសីទនាថ្ងៃទី27ខែតុលាឆ្នាំ2023ថាក្នុងឆ្នាំ2023និស្សិតដែលចូលរៀនថ្នាក់ឧត្តមសិក្សាប្រមាណជាង 30,000 នាក់អាចនឹងជួបបញ្ហានេះហើយពួកយើងក៏បានចោះទៅសួរផ្ទាល់ដែរដែលក្នុងចំណោម10នាក់នោះ4នាក់ដែលច្រើនជាងគេគាត់ខ្វះជំនួយពីមិត្តរួមថ្នាក់ឬក៏គ្រូបង្រៀនអីអញ្ចឹងដំណោះស្រាយដែលពួកខ្ញុំបានលើកឡើងមកនោះគឺ Digital Bootcamp ដែលយើងនឹងចោះទៅបង្រៀនផ្ទាល់ដោយក្នុងនោះយើងមាន content ល្អមានន័យថាមេរៀនយើងល្អហើយវាខ្លឹមហើយទី2យើងជាគ្រូអញ្ចឹងយើងអាចមានន័យអាចជួយជ្រោមជ្រែងគាត់ផ្ទាល់ហើយទី3នោះគឺយើងផ្ដល់ list នៃមេរៀនហើយទី4នោះគឺមានរយៈពេលខ្លីណាចំណាយពេលត្រឹមតែ2ត្រូវទៅ7ថ្ងៃតែប៉ុណ្ណោះអញ្ចឹងtarget customer របស់យើងនោះគឺសាកលវិទ្យាល័យដែលគាត់ហ៊ានចំណាយលុយ$1,000 ទៅ$3,000ក្នុងមួយកញ្ចប់ដើម្បីទៅបង្រៀនសិស្សគាត់ដែលកំពុងតែ struggle ជាមួយនឹង technology ទាំងនោះអញ្ចឹងprototype របស់យើងមានជា poster ដែលយើងអាចផុសpromote បានហើយកញ្ចប់របស់យើងនោះគឺមានកញ្ចប់ bootcamp ធម្មតាជាមួយនឹង bootcamp pro អញ្ចឹងbootcamp ធម្មតាចំណាយរយៈពេល2ថ្ងៃហើយចេះ5 skill ចំណែក bootcamp pro សិស្សចំណាយពេល7ថ្ងៃហើយចេះបាន7 skill អញ្ចឹងយើងមានជាមេរៀនហើយយើងក៏មានជា LMS ពាក្យកាត់របស់ Learning Management System ដែលយើងអាចឲ្យសិស្សស្គាល់ខ្លះពីសាកលវិទ្យាល័យដែលប្រើប្រាស់បច្ចេកវិទ្យានេះច្រើនហើយគាត់អាចចូលទៅមាន account login អាចមើលមេរៀនគាត់រៀនដល់ណាអាចមើលមេរៀនមានអីខ្លះបាទហើយចំណុចពិសេសរបស់យើងនោះគឺយើងមានជម្រើសច្រើនដែលអាចឲ្យសាលាជ្រើសរើសបានយើងផ្ដល់ជាការជ្រោមជ្រែងផ្ទាល់ពីគ្រូឬយើងអ្នកបង្រៀនផ្ទាល់ហើយយើងអាចធានាបានថាមេរៀនយើងគឺ up to date មានន័យថាតាន់សម័យកាលបច្ចុប្បន្នតាមនោះហើយបើយើងcollect ទៅមើលដៃគូប្រកួតប្រជែងរបស់យើងឃើញមាន3ទី1 New Tech Computer School ទី2 Udemy ទី3 DLI ហើយទី4គឺ Bootcamp របស់យើងផ្ទាល់ដែលយើងមានរយៈពេលខ្លីជាងគេ platform សម្រាប់រៀនហើយយើងបង្រៀនជាភាសាខ្មែរដែល Udemy អត់មានទេហើយយើងបង្រៀន skill ជាច្រើនដែល New Tech Computer School អត់មានទេអញ្ចឹងpartnership យើងព្យាយាមចាប់ដៃគូជាមួយនឹងក្រសួងអប់រំយុវជននិងកីឡាហើយយើងក៏ខ្នះខ្នែងសុំអាហារូបករណ៍ពីរាជរដ្ឋាភិបាលហើយយើងសង្ឃឹមនឹងចាប់ដៃគូ
ឲ្យជាមួយនឹងសាកលវិទ្យាល័យនានាហើយចំពោះការពង្រីកវិញតើបងយើងចាប់ដើមដោយយើងតាក់ទងត្រឹមសាកលវិទ្យាល័យមួយចំនួន1 2សិនហើយទីតាំងយើងធ្វើត្រឹមភ្នំពេញនៅឡើយទេហើយយើងអាចឲ្យគេដឹងដោយផ្សព្វផ្សាយតាមពាណិជ្ជកម្មហើយបន្ទាប់មកយើងនឹងព្យាយាមទៅ certified ដោយ MOE ក្រសួងអប់រំយុវជននិងកីឡាហ្នឹងហើយយើងនឹងឈានទៅដល់គ្រប់សាកលវិទ្យាល័យហើយដល់ចុងក្រោយតែម្ដងយើងនឹងបើកនៅតាមខេត្តយើងអាចនឹងបើកជាសាលាដែលអាចឲ្យសិស្សមករៀនបានដោយខ្លួនឯងផងដែរអញ្ចឹងខ្ញុំសូមអរគុណអ្នកនរគ្នាដែលបានតាមដានស្ដាប់